បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ channel ខ្ញុំបាទអូខេតោះថ្ងៃនេះខ្ញុំឲ្យបងប្អូនស្គាល់ពីរបៀបធ្វើការប្រើប្រាស់ទៅលើ action មួយដែលខ្ញុំបានធ្វើការបង្កើតអូខេ action គឺជា action លក្ខណៈបែបសាមញ្ញធម្មតាទេអញ្ចឹង action នេះខ្ញុំបង្កើតនេះគឺខ្ញុំបង្កើតលក្ខណៈ action បែប photo ID card អូខេមានថាគឺយើងបង្កើត action រូបថត4x6 និងរូបថត3x4តោះអញ្ចឹងបង្កើតពេលវីដេអូចាប់ដើមជាមួយគ្នា let's go អូខេអញ្ចឹង action ខ្ញុំបានធ្វើការបង្កើតហើយខ្ញុំបើកផ្ទាំង action panel និងផ្ទាំង layer panel អូខេបើសិនបងប្អូនអត់មានផ្ទាំងទេបងប្អូនចូលបើកក្នុង Windows menu បងប្អូនយកពីថា action keyboard វា Alt F9 ចំណែកមួយទៀត layer គឺ keyboard វា F7 ចាំបងប្អូនចូលទៅកាន់ Windows menu action keyboard វា Alt F9 ហើយមួយទៀត layer keyboard វាគឺ F7 អូខេបន្តទៀតយើងធ្វើការ upload file action ចូលរបៀប upload បងប្អូនអាចចុចសញ្ញា track 3នេះដែលជាសញ្ញា small setting ហើយបងប្អូនយកទៅថា load action ហើយបងប្អូនស្វែងរក action របស់បងប្អូនធ្វើការ upload នេះ action photo ID ខ្ញុំដាក់ឈ្មោះថា photo ID ខ្មែរ 4x6 និង 3x4 ណានេះ n 3x4 បងប្អូន select វាទៅហើយបងប្អូន load ទៅហើយមិនថា select វាហើយបងប្អូនចុចលើប៊ូតុង load លើវាធ្វើការចូលអញ្ចឹងខ្ញុំធ្វើការចុច load សាក់មើលនេះអញ្ចឹង action ពេលវា load ចូលវាអត់ជាន់គ្នាគឺ load ចូលថ្មីគឺចូលថ្មីមួយទៀតតោះនេះតែសារខ្ញុំអត់ load ហើយម្ដងខ្ញុំ delete វាចោលវិញឬយើងអាចធ្វើការប្រើវិធីសាស្ត្រយើងទាញបញ្ចូលវិធីសាស្ត្រយើងទាញវាបញ្ចូលបងប្អូនណាអូខេអញ្ចឹងfile ខ្ញុំទុកនៅ desktop អូខេនេះវិធីសាស្ត្រទាញបញ្ចូលគឺស្រួលបងប្អូនណាស្រួលទេបងប្អូនប្រួលមកផ្ទាំង my PC ឬក៏ផ្ទាំង DPC នោះឲ្យតូចតិចមកហើយបងប្អូនទាញ file action នេះទាញតម្លាក់លើហ្នឹងហើយជាការស្រេចប៉ុណ្្នឹងទេតោះអូខេអញ្ចឹងខ្ញុំធ្វើការបរិយានេះវិញខ្ញុំតម្លាក់ដល់ខ្ញុំធ្វើការ run អូខេអញ្ចឹង action ខ្ញុំបានចងជាពីរសន្តានគឺចងបែប photo 4x6 មួយទៀត photo 3x4 ណា photo មានថាបកថារូបថតអូខេអញ្ចឹងខ្ញុំ run 4x6 មុនអូខេមុនធ្វើការ run គឺខ្ញុំសូមធ្វើការបង្ហាញមួយសិនគឺតាក់ទងកន្លែង crop tool អញ្ចឹង action នេះវាតាក់ទងជាមួយ crop tool បងប្អូនណាតាក់ទងជាមួយ crop tool អញ្ចឹងខ្ញុំធ្វើការ open នេះសិនអូខេថតខ្ញុំដាក់លើនេះខ្ញុំ open អូខេអញ្ចឹងតាក់ទងជាមួយ crop tool គឺតម្រូវបងប្អូនធ្វើការកំណត់ size នៃ crop tool ជាមុនសិនអញ្ចឹងចុចលើ tool crop មកបងប្អូនកំណត់ size នៃ crop tool នេះចឹងបងប្អូនត្រូវកំណត់ size វាមានຂະຫນាតរបស់វាហើយដើម្បីធ្វើការ crop ពេលបងប្អូនកំណត់ຂະຫນាតហើយគឺយើងធ្វើការ run ជាមួយនឹង action យើងតែបើសិនបងប្អូនអត់កំណត់ទេគឺ action យើងអត់ដំណើរការទេហើយវាធ្វើការ run ទៅ code រូបថតរបស់យើងចឹងបងប្អូនធ្វើការចងអានេះជាមុនសិននេះណាចងអានេះជាមុនសិនដោយសារពេលយើង run crop tool ទៅវារត់ទៅ default ដើមមកវាចឹងបើសិនបងប្អូនប្រើលើម៉ាស៊ីនបងប្អូនថ្មីថ្មោងអ្នកថ្មីថ្មោងក៏អត់មានចងអាហ្នឹងទេអត់មានចងអាហ្នឹងទុកមុនទេគឺអត់ដើរទេគឺ code តោះណាគឺ code អញ្ចឹងបងប្អូនកំណត់ຂະຫນាត 4x6 នេះមើលហើយណានេះដំបូងឡើងគឺបងចងបងប្អូនចងវិញបងប្អូនយកអានេះសិននេះយកអា W គុណ x គុណ resolution នេះយកអាហ្នឹងហើយបងប្អូនធ្វើការចងដំបូងគឺខ្ញុំចងយកហ្នឹងសិនហើយខ្ញុំកំណត់ខ្សែຂະຫນាតវាអញ្ចឹង 4x6 គឺយើងកំណត់ 3.5 cm អាហ្នឹងយើងវាយចូលតែម្ដងណាវាយ 3.5 cm មកហើយនេះ 4.5 cm ហើយកន្លែងនេះវាយ 300 មកហើយ resolution 300នេះកន្លែងនេះ resolution ណាហើយចំណែកកន្លែងនេះຂະຫນាតប្រភេទវាយក pixel inch កុំយក pixel សង់ទីម៉ែត្រណាយក pixel inch ឃើញទេកំណត់ដូចគ្នាមកអញ្ចឹងនេះយកnó mất 3/5ហើយចំណែកអាមិញຂະຫນាត 4x6 នេះអានេះ 4x6 ណាចំណែកនេះຂະຫນាត 3x4 ຂະຫນាត 3x4 បងប្អូនវាយ 2.7 cm អានេះវាយ 3.7 cm មកហើយ resolution 300ដូចគ្នាហើយຂະຫນាតរបស់វាគឺយក px inch ណាហៅថា pixel inch តោះនេះបងប្អូនយកហ្នឹងមកចាំបងប្អូនទៅចងហ្នឹងហើយចឹងពេលបងប្អូនវាយຂະຫນាតនឹងចងហើយបងប្អូនចង់បង្កើតឲ្យវាជាប់លើនេះធ្វើម៉េចដើម្បីបង្កើតវាជាប់លើនេះបងប្អូនគាត់ចុចពាក្យថា new crop preset នេះមក new crop preset គឺវាចាប់អានេះមកចាប់គឺពេលបងប្អូនអូខេគឺវា save ជាប់មកដាក់កន្លែងនេះហើយអញ្ចឹងវា save ជាប់ដាក់កន្លែងនេះហើយគាត់នេះសម្រាប់បងប្អូនអត់ទាន់មានណាបងប្អូនអត់ទាន់មានអូខេនេះមានឲ្យ delete ទេណាបើយើងចងហើយយើងចង់លុបទៅវិញយើងចុច delete
នេះណាចង់វាទៅឲ្យហើយណាអូខេអញ្ចឹងបើបងប្អូនអត់ចង់នេះគឺពេល run action គឺ error គាត់អូខេអញ្ចឹងខ្ញុំបិទវាចោលវិញអូខេអញ្ចឹងបិទចោលខ្ញុំ clear រូបថតខ្ញុំ upload នឹងសារវាចាំគឺខ្ញុំ clear ចុចរបៀប clear ចូល file open reason clear reason please អូខេអញ្ចឹងយើង run 6មុនអញ្ចឹងបងប្អូនជាមួយការ run របស់វាណាអញ្ចឹងបងប្អូនចុចប៊ូតុង play អញ្ចឹង select ចំកន្លែង photo 46ចុច play មកអូខេពេល play វា load ឲ្យ upload photo អញ្ចឹងដោយសារយើងប្រើរូបថតផ្សេងគ្នាមែនទេចាំ action ណាពេលយើងចងគឺយើងប្រើមួយរូបភាពណាវាចោលរូបភាពហ្នឹងប៉ុន្តែយើងចង់ប្រើមួយរូបភាពផ្សេងអញ្ចឹងយើងត្រូវធ្វើការបង្ហាញទាំង dialog box ចេញមកមែនទេត្រូវការបង្ហាញទាំង dialog box បង្ហាញទាំងហ្នឹងបើយើងអត់បង្ហាញទាំងទេគឺវាចាត់យកទៅរូបភាពយើងធ្វើទេវាចាត់ទីតាំង default រូបភាពហ្នឹងអញ្ចឹងយើងត្រូវធ្វើការបង្ហាញទាំងហ្នឹងអញ្ចឹងវាបង្ហាញទាំងហ្នឹងបងប្អូនគាត់ពេលបងប្អូនបង្កើត action បងប្អូនចុចកន្លែងនេះមកនេះកន្លែងនេះឡើងទៅក៏ dialog on off នេះអាហ្នឹងគេថា show dialog box របស់ open គឺខ្ញុំចុចនេះហ្នឹងអូខេខ្ញុំ run ម្ដងទៀតណាអញ្ចឹងវារត់ដល់កន្លែងហ្នឹងគឺលុបទាំង dialog box open ហ្នឹងមកហើយអញ្ចឹងយើងចង់រើសរូបភាពណាក៏បានរើសមកសេរីអូខេអញ្ចឹងឧទាហរណ៍ខ្ញុំរើសរូបភាពម្នាក់ស្រីនេះ open អូខេបន្ទាប់ពី open គឺវារត់ចូលដល់ចំណុច crop នេះ crop យើងត្រូវសូវ dialog box crop ទៀតដើម្បីយើងហើយយើងត្រូវសូវនេះខ្សែនេះដូចខ្ញុំបង្ហាញបងប្អូនមុនដំបូងមិញគឺត្រូវតែមានຂະຫນាតចងឲ្យហើយអញ្ចឹងដោយសារពេលវារត់ចូល default នេះពេលរត់ចូលទៅវារត់ចូល default ហ្នឹងអញ្ចឹងវារត់ចូលអានេះទេស្អីពេលយើងចងຂະຫນាតច្រើនគឺវាដឹងថាគោលដៅរត់ចូលមួយណាអញ្ចឹងវាឲ្យចាប់ default ហ្នឹងចឹងបងប្អូនអាចចងទុកឲ្យហើយទៅវាតម្រូវឲ្យយើងចូល default ហ្នឹងដើម្បីយើងវាយកែឡើងនេះខ្លួនឯងវាយកែថ្មីខ្លួនឯងអានោះបើសិនជាបងប្អូនចាំຂະຫນាតអានោះបើសិនជាបងប្អូនចាំຂະຫນាតអញ្ចឹងគឺទូទៅគឺអាហ្នឹងគឺរត់ចូលឡើងហ្នឹងហ្មងដើម្បីបងប្អូនវាយຂະຫນាតខ្លួនឯងតែបងប្អូនចងឲ្យស្រួលនេះចឹងបងប្អូនរត់ខະຫນាតនេះមកຂະຫນាតបានຂະຫນាតនេះមក4 6នោះតែពេលបងប្អូនរើសຂະຫນាតហ្នឹងបងប្អូនស្រេចនេះណាស្រេចនេះដើម្បីធ្វើការទាញលើករូបថតយើងមើលវាកាត់ត្រូវកម្រិតដាច់ក្បាលដាច់អីចឹងណាកម្រិតដាច់ក្បាលដាច់អីយើងយកប៉ុណ្ណេះមកអូខេទៅយកប៉ុណ្ណោះយើង enter សិនមកហេគេពេល enter គឺរត់អូតូអញ្ចឹងពេលខ្ញុំចងគឺខ្ញុំចងជាមួយរូបភាពនេះរូបភាពស្រីហ្នឹងរូបភាពស្រីហ្នឹងអញ្ចឹងពេលធ្វើត្រូវគឺរត់ទៅអូតូស្មើស្អាតតែម្ដងហ៎អូខេអញ្ចឹងខ្ញុំពេលខ្ញុំចងរូបភាពហ្នឹងគឺវាចាំរូបភាព default រូបភាពអ្នកស្រីហ្នឹងចាញ់ខ្ញុំចង់ដូររូបភាពថ្មីអញ្ចឹងខ្ញុំ play ម្ដងទៀតខ្ញុំមើលយករូបភាពប្រុសនេះអូខេនេះពេលយើងយករូបភាពថ្មីអញ្ចឹងដោយសារពេលយើងចងជាមួយរូបភាពណាគឺវាអាក្របធូរវាចាំជាមួយរូបភាពរបស់វាហ្នឹងប៉ុន្តែពេលរត់វាចូលចុចឡើងនេះប៉ុន្តែមើលឲ្យផ្លែកឡើងនេះមើលឡើងនេះផ្លែកនេះឃើញក្រាបធូរ load មក default ដើមនេះរត់មក default នេះអូខេអញ្ចឹងបងប្អូនបើសិនជាបងប្អូន run មកចេញបែបនេះគឺតម្រូវបងប្អូនធ្វើការចុច key escape ណាផ្ដាច់អាហ្នឹងសិន key escape ផ្ដាច់ណាផ្ដាច់ឲ្យវា load មកតម្រងរូបភាពដើមវាវិញសិនហើយយើងឆែកមើលសិនបងប្អូនចុច key R control I ឆែកមើលសិនមើលវារត់ចូលຂະຫນាតមួយណាអញ្ចឹងដល់ហើយនេះបងប្អូនឆែកមកសង់ទីម៉ែត្រមកតើរត់ចូលຂະຫນាតត្រូវអត់អញ្ចឹងពេលយើងរើសម្ដងគឺចូលຂະຫນាតត្រូវ 4.6 3.5 4.5 ត្រូវអូខេអូខេអញ្ចឹងវារត់ត្រូវហើយយើងដល់ហើយនេះយើងកុំ play លើកន្លែងចំណុចក្របនេះណាកុំ play លើចំណុចក្របនេះបងប្អូនត្រូវ select លើពាក្យថា set background នេះហើយបងប្អូន play តែម្ដង play បន្តព្រោះសាយຂະຫນាតវាចាប់ហើយຂະຫນាតវាចាប់មិនត្រូវហើយណានេះម្ដងទៀតណានេះຂະຫນាតវាចាប់ត្រូវហើយណាអូខេអញ្ចឹងយើងមក select មកយើង play ចាំមកស្ទុះទៅ run អូខេអធិស្ឋានម្ដងទៀតណាដោយសារនេះចែកតិចតិចម្ដងទៀតអញ្ចឹងយើង run ម្ដងទៀតអូខេយើងរើសនេះគេដល់នេះយើង escape យើង crop ម្ដងទៀតណាអូខេយើងរើសសិនហើយយើង escape មកអូខេ escape យើងឆែកមើល make size ត្រូវហើយប៉ុន្តែរូបថតនេះចាំរូបភាពដើមវាប៉ុន្តែខ្ញុំកំណត់ 300 អូខេអញ្ចឹងយើងកំណត់ 300យើងចុចក្របធូបម្ដងទៀតវាអញ្ចឹងពេលវាកំណត់មិនរត់សោះដោយសារវាចាំ resolution 500មិញណា
ចឹងបើយើងកំណត់300ទេអញ្ចឹងពេលបងប្អូន Enscape បងប្អូនត្រូវចុចលើ Crop Tool វិញណាចុចលើ Crop Tool វិញរើសយក size ហ្នឹង Enter ម្ដងទៀត Enter ណា Enter គឺកាត់ resolution តូចតូចទេអញ្ចឹងយើងឆែកម្ដងទៀតយើងឃើញត្រូវណា300ហ៎វិញ500អញ្ចឹងខុសឡើងហ្នឹងអញ្ចឹងពេលត្រូវហើយយើង select នេះមកដោយសារពេលយើងຂະຫນាត background របស់វាគឺជាវាចងនេះអាຂະຫນាត background select record យើងវាចង300 pixel នេះចូលឆែកមកនេះ image size នេះ15 គុណ 10 300ហ៎ចឹងតើក្របឲ្យត្រូវរបស់វាក្របឲ្យត្រូវណាតោះនេះយល់អូខេអញ្ចឹងយើងតារានរូបភាពទៀតអញ្ចឹងរូបភាពខ្លះពេលយើងចំណាំពេលយើងចង់ resolution មែនអារូបភាពហ្នឹងគឺត្រូវក្របឲ្យត្រូវ resolution វាណាត្រូវ resolution អញ្ចឹងរូបភាពមិញគឺអារូបភាពនេះຂະຫນាតវា3 × 4ត្រូវតែ resolution វា500ខុសសម្រាប់រូបភាពមួយនេះរូបភាពនេះប្លែកខុសគេរូបហ្នឹងគឺຂະຫນាតធំពេលរ៉ាត់មកគឺຂະຫນាតវាធំអញ្ចឹងខ្ញុំ Enscape ពេលខ្ញុំ sketch ខ្ញុំថាផ្ដាច់ការក្របខ្ញុំមិនទៅឆែកវាយើងចង់ថាអាហ្នឹងវាមកຂະຫນាតប៉ុន្មាននេះຂະຫນាតវាលើសຂະຫນាតដើមវានេះ18តែ resolution នេះគឺដល់72ទេអញ្ចឹងយើងចុចលើ tool crop អញ្ចឹងយើងចុចលើ tool crop មកហេអញ្ចឹងវាត្រូវຂະຫນាតវានេះហើយចុចហើយយើងកំភ្លេចរើសຂະຫນាតផងណាអានេះរត់ចូល default វាអញ្ចឹងរើសຂະຫນាតដោយសារពេលយើងបង្កើតຂະຫນាតច្រើនពេកគឺមិនដឹងថាចូលຂະຫນាតណាអញ្ចឹងវាតម្រូវយើងរើសຂະຫນាតអញ្ចឹងយកຂະຫນាត4 × 6មកនេះត្រូវអញ្ចឹងចាប់ resolution ត្រូវហើយ enter ហើយយើង select លើ laser background នេះយើង play តទៅត្រូវអូខេ stop មកអូខេនេះពេលវារត់ទៅវារៀងងាកមកខាងនេះមកតែយើងចុច T control លេខ0មកគឺឲ្យវា fix វិញនេះត្រូវទេតន់អូខេនេះគឺរូបថត4 × 6បង្ហាញទៅលើរូបភាពខុស size និងរូបភាពដែលមាន resolution ខុសគ្នាតោះនេះថាពេលខ្ញុំចង់មើលរូបភាពនេះណាតែຂະຫນាតរូបភាពនេះគឺ1500 2100ហើយរូបនិយាយរួមរូប3សន្តានគឺវាខុសគ្នាអញ្ចឹងខ្ញុំត្រូវបង្ហាញឲ្យអស់ណាអូខេឥឡូវយើងមើលយកលើរូប action 4 × 6យើងទៅមើល action 3 × 4ម្ដងអូខេអញ្ចឹងខ្ញុំ click play អូខេនេះវាចាំកន្លែងចាស់គេម្ដងទៀត click play ម្ដងទៀត the file can be open because it was removed for delete អូខេអានេះវាចាំទីតាំងចាស់ជាស្រ័យអញ្ចឹងយើងប្រើទីតាំងថ្មីអត់អីទេវា load ទៅតែយើងអាចធ្វើតបានទេ load box ក្របអញ្ចឹងក្របអានេះសារយើងធ្វើមួយវាហើយយើងដូរដល់កន្លែងនេះមកដាក់ຂະຫນាត3 × 4មកនេះ 2.7 3.7 មកអូខេប៉ុណ្ណឹង enter ពង enter គោះម្ដងពីរដងមកណាគោះឲ្យត្រូវ stop ទៅត្រូវពេលនេះខ្ញុំចង់ប៉ុណ្ណឹងត្រូវអូខេអានេះពេលខ្ញុំចង់មិនគឺមកអញ្ចឹងនេះចន្លោះនេះរៀងធំទូចតិចអីទេមិនខានຂະຫນាតមកត្រូវតោះអូខេអញ្ចឹងពេលខ្ញុំរ៉ានមួយរូបថតហើយខ្ញុំរ៉ានមួយរូបផ្សេងអូខេសារវាចាំទីតាំងចាស់ណាអូខេគេខ្ញុំរ៉ានមួយរូបម្ដងអូខេនេះទីទូទៅពេលរត់មក default នេះអញ្ចឹងយើងចុច escape ណា escape រូបថតនៅទំហំដើមមកវាអញ្ចឹងយើងចុចលើ tool crop យើងយកដូរពី default នេះមក default របស់វាមកຂະຫນាតរបស់វានេះអានេះរូបថត3 × 4ណាចាំខ្ញុំមកចងឲ្យហើយអូខេទៅបងប្អូនចុច enter មួយតើយើងចុចលើនេះមកចុចលើជំហានទី3នេះ set background នេះចុច play បន្តមកគឺរ៉ានត្រូវនេះដូចមុននេះអីធំអីតូចតែមួយចុចដល់មុនចង់មិនអាក្រោយមកចង់ដូចគ្នាតើចឹងបងប្អូនយក file ទៅប្រើទៅខ្ញុំ free ឲ្យណាយកទៅប្រើទៅអូខេខ្ញុំ play មួយទៀតអូខេអញ្ចឹងវាលោអាសាមិញគឺអាសាតែខ្ញុំធ្វើក្នុង 3D តែពេលខ្ញុំធ្វើលើ desktop វិញគឺវាបញ្ជាក់ថារូបបាន delete បាត់ហើយអូខេអញ្ចឹងចុច crop tool មកបងប្អូនមើលតន់ហើយកន្លែងនេះដូរពីកន្លែងនេះមកຂະຫນាតរបស់វាមកនេះ 2.7 × 3.7 នេះអាហ្នឹង3 × 4ហើយទាញលើសេរីរូបថតក្របឲ្យត្រូវទៅយកត្រឹមណាហើយចុច enter មួយពងហើយយើងចុច move tool យើងចុចជំហានទី3វា set background នេះហើយ play មក play ហ្នឹងរត់ចូលបាទអូខេនេះរូប action ធ្វើណាអូខេអញ្ចឹងចែកជូន free
អូខេចឹងងាយបង្ហាញពីរបៀបធ្វើការ run ចង action រូបថត4.6 និង 3.4 បង្ហាញបានប៉ុណ្ណឹងចាំបងប្អូនធ្វើការយកទៅ print បានអូខេចឹងការបង្ហាញប៉ុណ្ណឹងចាំសូមជម្រាបលាបាយបាយ